បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពីពាក្យថា fish បាទអញ្ចឹង fish ប្រែថាត្រីណាហ្នឹងអញ្ចឹងខ្ញុំដាក់ថា a fish អញ្ចឹងបានន័យថាត្រីមួយបងប្អូនមើលមកកាន់ឧទាហរណ៍តែម្ដងនេះ I saw a small fish I saw a small fish មានន័យថាខ្ញុំបានឃើញត្រីតូចមួយណាបាទអញ្ចឹងពាក្យថា saw កន្លែងនេះប្រែឃើញ small ប្រែថាតូច fish ហ្នឹងគឺត្រីហ្នឹង I saw a small fish ខ្ញុំបានឃើញត្រីតូចមួយប្រយោគទី2 The fish is colorful The fish is colorful មានន័យថាត្រីគឺមានពណ៌ស្រស់ស្អាតណា colorful កន្លែងហ្នឹងប្រែថាពណ៌ស្រស់ស្អាតតោះប្រយោគទី3 The fish is swimming The fish is swimming មានន័យថាត្រីកំពុងហែលណាអញ្ចឹងទីនេះសំដៅដល់ត្រីមួយទៅ slide ទី2គឺមកដល់ពាក្យថា fish ដដែលហ្នឹងប៉ុន្តែវាជាពហុវចនៈណាបានន័យថាសំដៅដល់ត្រីច្រើនប៉ុន្តែត្រីហ្នឹងតែមួយប្រភេទទេ fish ឧទាហរណ៍ many fish live in the pond many fish live in the pond មានន័យថាត្រីជាច្រើនរស់នៅក្នុងស្រះឬក៏រស់នៅក្នុងត្រពាំងក៏បានដែរណា pond កន្លែងហ្នឹងបងប្អូនបាទប្រយោគទី2 fish breathe with gills fish breathe with gills មានន័យថាត្រីដកដង្ហើមណាតាមស្រកីនេះស្រកីកន្លែងនេះបងប្អូនហ្នឹងអញ្ចឹងត្រីដកដង្ហើមតាមស្រកីអញ្ចឹងពាក្យថា breathe កន្លែងហ្នឹងគឺមានន័យថាដកដង្ហើមណាអញ្ចឹងម្ដងទៀត fish breathe with gills បាទត្រីដកដង្ហើមតាមស្រកីតប្រយោគទី3 Look at all those fish Look at all those fish មានន័យថាក្រឡេកមើលទៅត្រីទាំងនោះចុះណា Look at ហ្នឹងគឺក្រឡេកមើលណា all those fish ត្រីទាំងអស់នោះចុះដល់ពេលយើងបកចូលគ្នាក្រឡេកមើលត្រីទាំងអស់នោះចុះអញ្ចឹងសំដៅដល់ត្រីច្រើនហើយត្រីហ្នឹងតែមួយប្រភេទទេ slide ទី3គឺ fishes fishes បាទ fish ហើយ fish ណា fishes ទីនេះគឺសំដៅដល់ត្រីច្រើនដែរប៉ុន្តែសំដៅដល់ច្រើនប្រភេទឧទាហរណ៍ The ocean has many different fishes The ocean has many different fishes មានន័យថាមហាសមុទ្រមានត្រីច្រើនប្រភេទណាបាទអញ្ចឹង ocean កន្លែងនេះបកថាមហាសមុទ្រណាបាទ different different fishes ហ្នឹងមានន័យថាត្រីផ្សេងៗចឹងទៅណាចាំម្ដងទៀត The ocean has many different fishes មានន័យថាមហាសមុទ្រហ្នឹងមានត្រីច្រើនប្រភេទបាទបន្តទៅទៀត We saw fishes in the river We saw fishes in the river មានន័យថាពួកយើងបានឃើញត្រីច្រើនប្រភេទនៅក្នុងទន្លេ river river កន្លែងនេះបកថាទន្លេណាអញ្ចឹងពួកយើងបានឃើញត្រីច្រើនប្រភេទនៅក្នុងទន្លេបាទតោះប្រយោគបន្ទាប់ Some fishes can change their colors Some fishes can change their colors មានន័យថាត្រីខ្លះអាចប្ដូរពណ៌របស់ពួកគេបាទអញ្ចឹងមានត្រីខ្លះអាចប្ដូរពណ៌ខ្លួនឯងដែរហើយការប្ដូរពណ៌នឹងទៀតសោតគឺដូចជាប្ដូរពណ៌ដោយទឹកបងប្អូនខ្លះដែលធ្លាប់អឺ
ឃើញត្រីប្រហែលជាអាចដឹងខ្លះហើយត្រីខ្លះនៅពេលដែលវានៅក្នុងទឹកល្អក់ទៅពណ៌វារាងស្អាតដែរដល់ពេលវានៅក្នុងទឹកថ្លាទៅពណ៌វារាងថ្លាស្អាតដែរបាទអញ្ចឹងត្រីអាចប្ដូរពណ៌ដោយកត្តាពីរទីមួយគឺដោយទឹកហើយមួយទៀតដោយអារម្មណ៍របស់វាណាហ្នឹងហើយបាទអញ្ចឹងទីនេះ fishes ទីនេះគឺបកថាត្រីហើយជាពហុវចនៈដែរប៉ុន្តែសំដៅដល់ត្រីច្រើនប្រភេទបាទអញ្ចឹងថ្ងៃនេះយើងសិក្សាអំពី a fish សំដៅដល់ត្រីមួយ fish សំដៅដល់ត្រីច្រើនប៉ុន្តែតែមួយប្រភេទហើយមួយទៀត fishes សំដៅដល់ត្រីច្រើនដែរប៉ុន្តែត្រីច្រើនប្រភេទក្នុងវីដេអូនេះយើងសិក្សាតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា